មានន័យថាមនុស្សយើងកំពុងតែដេកលក់ហើយទឹកវាសម្រុកហក់ឡើងខ្លាំងពេលដែលមិនទាន់ទឹកហូរហ្នឹងគឺមានផ្ទះគាត់នៅកន្លែងហ្នឹងដែលគួចយកទៅពីគ្រួសារហ្នឹងកង្ហាលយើងរកឃើញកង្ហាលតែយើងរកអត់ទាន់ឃើញមនុស្សទេនេះកង្ហាលសម្លៀកបំពាក់ហើយសង្កសីផ្ទះគាត់អូចាំបានន័យថានៅក្រៅហ្នឹងយើងទាញចេញណាព្រោះយើងសង្ស័យថានៅតំណឹងគួចយកផ្ទះទៅតែម្ដងប៉ុន្តែពេលដែលគេរកឃើញសាកសពរបស់លោកតាម្នាក់មុនគេហ្នឹងគឺគេបានឃើញពិលគាត់ពាក់នៅនឹងក្បាលហើយមានបើកភ្លើងក៏ម៉ានម៉ោងបានវារីងទៅវិញអស់ទឹកហ្នឹងមួយថ្ងៃនេះអូប្រែទឹកត្រៀបឡើងទៅខាងលើកន្លែងដែលស្មៅដេកនៅខាងលើហ្នឹង50ម៉ែត្រនៅមើលរៀងចង់ផុតកតុយភ្នែកបន្តិចអញ្ចឹងបានទឹកឡើងខ្លាំងមែនតើហ្មងអូធំមួយទៀតលើកអត្រាមួយចូលអូទឹកវាហូរខ្លាំងពេកទឹកឡើងខ្លាំងពេលដែលមិនទាន់ទឹកហូរហ្នឹងគឺមានផ្ទះគាត់នៅកន្លែងហ្នឹងដែលគួចយកទៅពីគ្រួសារហ្នឹងកន្លែងដីរៀងផតបន្តិចហ្នឹងគឺកន្លែងផ្ទះគាត់នៅកន្លែងហ្នឹងតែឥឡូវទឹកគួចយកទៅបាត់ហើយបងប្អូនទស្សនាមើលទៅនេះស្មៅដែលដេកហ្នឹងគឺទឹកហូរកាត់ហើយវាមិនមែនតិចទេមើលទៅខាងស្ដាំដៃហ្នឹងឡើងរៀបទាំងអស់ចូលដល់ចការចន្ទីហ្នឹងប្រហែល10-20ម៉ែត្រទៀតពិបាកខ្លាចសពនៅក្នុងស្មៅនឹងពិបាករមែនតើយើងរកឃើញដង្ហាលហ្នឹងគឺនៅក្នុងផ្ទះជាសម្ភារៈដែលគាត់ប្រើប្រាស់តែយើងរកអត់ទាន់ឃើញមនុស្សទេនេះកង្ហាលសម្លៀកបំពាក់ហើយសង្កសីផ្ទះគាត់សង្កសីហ្នឹងមិនមែនតែមួយស្លឹកទេនៅនេះមួយស្លឹកទៀតនៅកន្លែងនេះពីរស្លឹកទៀតនៅកន្លែងនេះមួយស្លឹកទៀតអញ្ចឹងជាគោលដៅសំខាន់អូណោះញុកចូលព្រៃច្រើនស្លឹកអត់បងអូអញ្ចឹងបានន័យថានៅក្រៅហ្នឹងយើងទាញចេញណាព្រោះយើងសង្ស័យថានៅតំណឹងយើងក៏ឃើញមានខោអាវគាត់ដែលទើនៅលើដើមឈើនោះផងដែរតែទឹកវាហូរខ្លាំងពេកចូលទៅយកអត់កើតអូអានេះគ្រឿងផ្ទះគាត់ហ្នឹងគ្រឿងផ្ទះគាត់នេះគ្រឿងផ្ទះគាត់ដើរមកដល់នេះឃើញហើយកន្លែងសង្ស័យជាងគេហ្នឹងណាថ្ងៃហ្នឹងគឺជាថ្ងៃទី3ហើយនៅក្នុងការរុករកជនរងគ្រោះទាំង5នាក់ដែលត្រូវបានទឹកគួចយកទៅទាំងផ្ទះទាំងមនុស្សបន្ទាប់ពីលោកអាបានសុកបានបង្ហោះវីដេអូពាក់ព័ន្ធជាមួយនឹងទឹកដែលបានគួចយកផ្ទះប្រជាពលរដ្ឋមួយខ្នងយកទៅបាត់ដែលមានសមាជិកនៅក្នុងផ្ទះហ្នឹង5នាក់យើងរកឃើញម្នាក់និង4នាក់ទៀតរកមិនទាន់ឃើញក៏មានមតិជាច្រើនបាននិយាយថាហេតុអីបានជាម្ចាស់ផ្ទះហ្នឹងដឹងថាទឹកឡើងហើយគាត់មិនព្រមរត់ចេញពីផ្ទះគឺដោយសារតែការដែលកើតហេតុហ្នឹងគឺកើតហេតុនៅពេលយប់ចន្លោះពេលដែលគាត់កំពុងតែគេងលក់ស្រួលនៅយប់ថ្ងៃទី25ឆ្លងចូលថ្ងៃទី26ខែកញ្ញាឆ្នាំ2025ហើយមានន័យថាមនុស្សយើងកំពុងតែដេកលក់ហើយទឹកវាសម្រុកហក់ឡើងខ្លាំងគួចយកផ្ទះទៅតែម្ដងប៉ុន្តែពេលដែលគេរកឃើញសាកសពរបស់លោកតាម្នាក់មុនគេហ្នឹងគឺគេបានឃើញពិលគាត់ពាក់នៅនឹងក្បាលហើយមានបើកភ្លើងដែលមានន័យថាពេលដែលទឹកបោកផ្ទះគាត់ហ្នឹងគឺគាត់ដឹងខ្លួនគាត់ស្វេស្វាហៅពិលទៅរកកូនចៅរបស់គាត់ដែលនៅក្នុងផ្ទះដែលមានសមាជិក4នាក់ទៀតហ្នឹងទាំងប្រពន្ធគាត់ដែលរសារទឹកលឿនពេកហើយគួចទាំងផ្ទះទៅទាំងអស់តែម្ដងសង្កសីគ្រឿងផ្ទះហើយហ្នឹងមូលវិចចូលគ្នាដូចគេចាប់មូលអញ្ចឹងនេះហើយជាមូលហេតុដែលធ្វើឲ្យគាត់រត់អត់ទាន់ហើយគាត់អត់បានដឹងហេតុការណ៍នឹងមុនទេទីតាំងកើតហេតុនៅភូមិពីងឃុំសាមគ្គីស្រុកអូជុំខេត្តរតនគិរីធ្លាក់ទឹកមួយហើយនេះដើមចន្ទីដែរ
ជាមួយជាប់ជាមួយនឹងស្មៅហូរមកតាមទឹកឬការពីម្សិលមិញលើបងប្អូនសាកស្មើស្មៃមើលសម្បីតែដើមចន្ទីហ្នឹងក៏ហូរមកទៅបាញ់គ្នាដល់ចុះទម្រាំផ្ទះរបស់គាត់ហើយទីតាំងដែលយើងសង្ស័យកាលពីម្សិលមិញហ្នឹងឥឡូវយើងរើអស់ហើយអត់មានឃើញទេអានេះសិតតែសង្កសីរោងផ្ទះគាត់ហ្នឹងវាហូរមកតាមទឹកអស់ហើយមើលដើមចេកមើលដួលបាក់ខ្ទេចខ្ទីអស់ដើមចេកដើមឈើស្មៅអាលំដួលអស់ដូចជួសទីហ្វុងហ្នឹងសង្កសីដែលហូរមកតាមទឹកអូដើមឈើធំធំដួលបោកឡើងខ្ទេចខ្ទីអស់ហ្នឹងដើមឈើហ្នឹងមិនមែនទូចណាមើលបងប្អូនមើលទៅដើមឈើបោកមកដូចគេចាប់ដកហើយរឿងអីថាផ្ទះនៅនេះសង្ស័យទ្វារផ្ទះគាត់ហ្នឹងមិនសង្ស័យទេហ្នឹងទ្វារផ្ទះរោងមាន3រោងមាន3តែមានតែរោងទី1ដែលមានជនរងគ្រោះហើយដើមអស័យអាលើតង្គោលដើរមកយើងឃើញបំណែកឈើដែលជាគ្រឿងផ្ទះហ្នឹងប្រហែលជា50ម៉ែត្រមាន1 50ម៉ែត្រមាន2មានកៅអៅមានគ្រឿងឈើមានគ្រឿងផ្ទះយើងដើរជួបរហូតប៉ុន្តែជនរងគ្រោះដែលនៅសល់4នាក់ទៀតហ្នឹងយើងរកអត់ទាន់ឃើញទេហើយថ្ងៃហ្នឹងយើងបែងចែកក្រុមច្រើនដើរទាំងសងខាងអូដើរញទីដូចគេរស់ហ៎ដូចគេរស់ដើរពីកន្លែងមិញប្រហែលជាកន្លែងទ្វារមិញប្រហែលជា100ម៉ែត្រមកយើងឃើញមានកំទេចកំទីដែលគាត់ប្រើប្រាស់មូលជាប់ជាមួយនឹងស្មៅហើយនឹងដើមឈើយើងបានរកឃើញបំណែករោងច្រើនណាប៉ុន្តែយើងរកពួកគាត់អត់ទាន់ឃើញដើមឈើនៅខាងមុខនោះធំធំទឹកបោកដួលអស់ឥឡូវយើងដើរបានប្រហែលជា50-60ម៉ែត្រទៀតយើងឃើញបំណែកផ្ទះទៀតហើយដែលវាកប់ជាមួយនឹងស្មៅហើយដើមឈើហូរមកជាមួយគ្នាខ្ញុំនិយាយហេតុការណ៍ម្ដងទៀតទឹកហ្នឹងអូវាអត់ធំប្រហែលទេប៉ុន្តែពេលដែលគាត់កំពុងតែគេងលងលក់នៅយប់ថ្ងៃទី25គាត់កំពុងតែគេងលងលក់ហ្នឹងទឹកអូហ្នឹងវាឡើងខ្លាំងជាកំហុកដោយសារតែទឹកភ្លៀងហើយនឹងវាបាក់ផ្លូវពីខាងលើអាផ្លូវគេធ្វើឆ្លងអូហ្នឹងវាបាក់អាផ្លូវហ្នឹងមកក៏ធ្វើឲ្យទឹកហ្នឹងវាឡើងខ្លាំងអញ្ចឹងពេលដែលទឹកឡើងខ្លាំងហ្នឹងលោកតាដែលមានអាយុ50ជាងហ្នឹងគាត់បានដឹងខ្លួនដោយពឹងផ្អែកទៅលើគាត់យកគោមកពាក់នៅក្បាលហើយឃើញមានភ្លើងពេលដែលយើងរកឃើញសាកសពគាត់ហ្នឹងដែលមានន័យថាគាត់ពាក់គោហ្នឹងដើម្បីរកកូនចៅរបស់គាត់ហ្នឹងឲ្យរត់ចេញពីផ្ទះប៉ុន្តែប្រហែលជារត់មិនទាន់ផ្ទះហ្នឹងវាហូរទៅតាមទឹកទាំងអស់តែម្ដងហើយបន្ទាប់ពីហូរមកនៅថ្ងៃទី26ហ្នឹងទឹករៀងស្រក់បន្តិចក៏រកឃើញលោកតាមុនគេតែនៅសល់ប្រពន្ធគាត់កូនគាត់ហើយនឹងចៅគាត់2នាក់ទៀតដែលយើងកំពុងតែស្វែងរកហើយរកមិនទាន់ឃើញហើយយើងរកឃើញតែបំណែកផ្ទះហើយនឹងរបស់ប្រើប្រាស់ដូចជាកៅអៅកង្ហាលអីហ្នឹង50ម៉ែត្រឃើញម្ដង100ម៉ែត្រឃើញម្ដងហើយបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងភូមិជាមួយនឹងក្រុមការងារសាលាស្រុកក៏ដូចជាលោកអាបាលស្រុកបានចុះផ្ទាល់3ថ្ងៃហើយមិនទាន់បានសម្រាកទេទីតាំងដែលកើតហេតុហ្នឹងគឺនៅភូមិពីងឃុំសាមគ្គីស្រុកអូជុំខេត្តរតនគិរីហើយសម្រាប់ទឹកនេះមិនមែនជាទឹកទន្លេដៃទន្លេអីទេគឺជាទឹកអូប
và sầm đạp khai prang dương đào chlong cắt bán tật nâng tu chỉ này là sao là khai plieng tật plieng với chôn khang pe tới tuổi ô nâng với thom ai bong ôn sai cật mới thằng kia thằng dương tật ô và phần nâng vì làng lịch đào lớn rồi đào lại phụ quạt con tật đào hồ nữa lịch đào lớn đúng tiếng thom khăn mà đàn đi tiếng thom khăn chẳng lấyกรมการเงินกับปนจะใช้มือนักปรีนึงฝ่ายละ2 ไซส์แต่ตอนดังจะบ้านี่ก็บัตรเยอะกับในขนมปรีนั้นเหี่ยวเมียนคลันฉันยังใช้มือในขนมปรีนึงสันทาตาคลันนั้นเวคลันอะไรประกอบในกรณีนี้สำหรับดอลเวลังในมองยังประบะเรือสำหรับเวโฮมาเตอร์เลยดามเชื่อchẳng có bố tắc nó mến tiếp ấy mơ vì khoản là sầm ra đại tơ lơ đam chơi nó vì cho pi mai thôi nếu chúng ta bàn hai chục pi ỏi mai chúng khơi nhờ chơi ní chơi khướng te tiết này được cộng bà mà đó là ní bạn là riệp tích mà thì đối với bà lột lơ để cho thật tăng bà bạc máu à thêm của khăn phóng thì bảo tóc cái máu ba của hộp con phim ở dân đa ban hai chia mà rồi mai tiết nhưng khơi phim một tiết hay cái po là nhôm cho bị ố đến mềm tiết đấy mà chỗ bay mai đấy cái po này bay mai buôn mai đấy hay phim mà tơ là lớn này mình đam chơi với hồ mò tẹt này nơi cái này ní lịch hai nữa này ô ní bây giờ mưa mò sắm đáy nụ nó đào cái này bom cái trò nó lừa buông ra cái này sầm khán á smile hay là rơi chơi để cho đây nó việc bao cho mà đôi cái chập bao chứ mà đào ní tập thùng hồ phăng đào mà xây thông lớn được cô lắm trong này cái này như với nhờ miền Tây nè không tham miền Tây vì môn lợi tật bao cho làm sao tại đây hay đàm chơi ở sâu từ tôi đàm chơi ní cặp pua cho mà phay máy đó mà cô này đam chơi nó việc mẹ đua lên nó việc hồ mò bị lỡ hay mẹ tôi nè cặp pua chưa mà phay máy thay đam làm papana này hay hồ tam tắc màu này ô xong bây giờ anh ấy mọt lu spin chơi việc là dừng cùng rong thang thơ spin chlong thơ rối vậy chơi spin nó chlong ba nó thì muốn xong bây giờ spin bê tông đài bong ôm bị chia bột clop tại chlong cả nó gặp bạn hay ni chỉ spin đây là chọp cho môi nó bê tông mình spin này tụi mình tích tàu thì có hồ mà tạm tật vào spin mà bạc chơi lao lời